សួស្តីបងប្អូនទាំងអស់គ្នាដោយសារតែមានការសំណុំពរជាច្រើនពីបងប្អូនយើងចង់ឲ្យខ្ញុំជួយធ្វើចង្វាក់មនោសញ្ចេតនាដើម្បីបង្ហាញឥឡូវនេះគឺខ្ញុំចាប់ផ្ដើមធ្វើតាមសំណុំពរបាទហើយខ្ញុំធ្វើរៀងលឿនតិចណាម្ដងនេះបើសិនជាបងប្អូនតាមអត់ទាន់នេះចូលទៅមើលវីដេអូដំបូងដែលខ្ញុំបង្រៀនធ្វើភ្លេងនេះបាទបងប្អូនតាមទាន់ណាមិនមែនចាប់បាច់បងប្អូនចូលមើលវីដេអូនេះដឹងតាមវែងគេចាញ់ខួរមកមិនដឹងណាធូលស្អីណាប្រើយ៉ាងម៉េចចឹងឥឡូវនេះខ្ញុំកុំឲ្យខាតពេលយើងចាប់ផ្ដើមតែម្ដងចឹងជាដំបូងខ្ញុំកំណត់តាមពោភាគច្រើននៃបទមនោសញ្ចេតនាគឺតាមពោអាចចាប់ពី60ទៅដល់85អីចឹងណាឬ90អីចឹងទៅចឹងខ្ញុំកំណត់យកត្រឹម80បន្ទាប់មកខ្ញុំប្រើឧបករណ៍ plugin original របស់ FL នេះបងប្អូនឃើញទេកន្លែងនេះណាចឹងបងប្អូនអាច search មើលបានណា search មើលនេះ keyboard ហើយនឹងorchestral នេះណាមិនដឹងខ្ញុំនិយាយត្រូវទេអាហ្នឹងបន្ទាប់មកខ្ញុំយក grand piano មួយនេះស្អកមែនបន្ទាប់មកខ្ញុំទាញដាក់ពីក្រោមចេះហើយយើងអាចចុចស្ដាប់សំឡេងវាបានណែតំណងណាសំឡេងវាប្រុសតើបន្ទាប់មកយើងឡើងលេខឲ្យហើយដើម្បីឲ្យវាចូលមកក្នុង mixer កុំឲ្យពេលដែល mix master ទៅលេខមិនឃើញខ្ញុំមិនដឹងអាណាឧបករណ៍ណាឧបករណ៍ណីលើនឹងបន្ទាប់មកយកមកស្ដាំ piano roll ប៉ោចយ៉ានេះតំណងបាត់ហើយលេងអាហ្នឹងបដ ாய் ទៅចេះញ៉ាតំណងហ្នឹងចាប់ដល់តំណងណាអ្នកចេះទៅចឹងហ៎អួតទៅចាអាយ៉ារត់នឹកលឿនញ៉ាលឿនចឹងមកវីដេអូវាលឿនដែរទេពេលណាដែលខួរក្បាលយើងល្អទៅវាលឿនតាមនឹងដែរនេះតំណងបាត់ហើយទេងអូខេយកដែរខ្ញុំអាច copy អានេះយកត្រឹមនេះហើយយកទាំងអស់សិនណា control នេះបងប្អូនយក select tool នេះ select tool នេះមើលមករបស់ខ្ញុំបន្ទាប់មកយកselect យកទាំងអស់ចេញមក control អក្សរ C copy control អក្សរ V ផាសទាញប៉ោចទីងពេលដែលបងប្អូនចាប់ផ្ដើមធ្វើភ្លេងធ្វើមាត់ដូចខ្ញុំអញ្ចឹងលឿនព្រោះហ្នឹងយើងឆាប់រនឹកឃើញទីងនឹកឃើញទៀតអូខេទីង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 
ចេះទៀតកុំវែងពេកវាដូចជាខ្ទពេកវាជន់គ្នាទីទីតំណងបាទណែបានហើយណែ intro បាន intro ហើយឥឡូវនេះយើងចាប់ផ្ដើមជាមួយនឹង chord យើងអាចលេងនៅលើ piano នឹងដដែលបានប៉ុន្តែដើម្បីកុំឲ្យជាន់គ្នាយើងពិបាករៀប chord កន្លែងនេះយើងចេញមកក្រៅមកចូលកន្លែង view channel track របស់យើងមកបន្ទាប់មកបងប្អូនអាច clone piano នេះសិនណាចុចមកស្ដាំបន្ទាប់មកយកពាក្យ clone នេះយកពាក្យ clone ខាងក្រោមនេះដើម្បី clone វាមួយទៀតយើងប្រើមួយទៀតបន្ទាប់មកឡើងលេខ6កុំឲ្យជាន់គ្នាយើងអាចរៀប chord នៅលើនឹងបានណាអញ្ចឹងបងប្អូនមកស្ដាំមកយក piano roll ដដែលអញ្ចឹងយើងចាប់ដើមរៀប chord អូខេ chord នៅទំនេះ sol អញ្ចឹងតង់នេះជាតង់ minor ហើយព្រោះនេះកន្លែងនេះបងប្អូនមើលនេះមានទ្រង់ជ្រូកនេះកន្លែងឡានេះអញ្ចឹងបន្ទាប់មកបងប្អូនចុចកន្លែងនេះបើសិនជាបងប្អូនអត់ចេះ chord ចុចកន្លែងនេះណានេះកន្លែងសញ្ញាត្រី3នេះចុច point បន្ទាប់មកបងប្អូនយកពាក្យ minor នេះ minor point បន្ទាប់មកយើងចង់លេង chord នៅលើតង់មួយណាខ្ញុំលេងទៅតង់ sol នេះចាប់ដល់ជាមួយតង់ sol ខ្ញុំអូសឲ្យវែងចេះមកអូខេដល់ត្រឹមនេះ chord យើងលេងឲ្យវែងចឹងមកវាតាមបទដែរបទខ្លះវាត្រូវការខ្លីបទខ្លះវាត្រូវការវែងអញ្ចឹងអានេះមនោចេតនានេះបែបកំសត់តិចហើយបន្ទាប់មកខ្ញុំ copy paste ចាំមើលថាតង់បន្ទាប់តង់អីដូចជាដដែលទេដែលទេតមកតង់ដដែលតមករេតែរេខ្ពស់ខ្ញុំផាសដដែលមកបន្ទាប់មកខ្ញុំទាញមកក្រៅវិញព្រោះ chord យើងអត់មានតលេងអីខ្ពស់ទេដូរហេតុអីបានខ្ញុំដឹងបងប្អូនដោយសារតែខ្ញុំមើលដានចាស់នេះណាអញ្ចឹងបានខ្ញុំឲ្យបងប្អូនពេលដែលចាប់ផ្ដើមរៀបឧបករណ៍គឺខ្ញុំឲ្យរៀបនៅក្នុង pattern ចាស់សិនដើម្បីយើងមើលដានចាស់នេះស្រួលយើងដើរតាមក្រោយនឹងវិញណាបន្ទាប់មកអានេះដូរបើយើងឡើងខ្ពស់ពេកវាអត់ប្រុសអញ្ចឹងយើងចុះមកក្រោមចេះឃើញហើយយើងកំណត់ថា minor មួយហើយយើង copy មកគឺ minor ទាំងអស់ណាវាអត់មានកាច់កងតាណាច្រើនទេយើងប្រើ chord តែមួយហើយយើងយកមករៀបឲ្យត្រូវតែតង់មកវា chord ហ្នឹងវាបានសំឡេងមកប្រុសទាំងអស់អីចានេះតង់ដដែលនេះបានហើយបន្ទាប់មកចាំយើង copy អានឹងចេញវិញបិទចេះមកបងប្អូនចូលកន្លែងនេះវិញមកកន្លែងបើក pattern យើងនេះបងប្អូនខាត់អានឹងចេញមកក៏បានដែរដើម្បីកុំឲ្យវាជាន់នៅ pattern ដដែលអញ្ចឹងណាអញ្ចឹងបងប្អូន control x នេះធ្វើម៉េចចុចឲ្យចំ
ឧបករណ៍ណាមួយដែលយើងចង់ copy ឬក៏ខាត់ណាអញ្ចឹងយើងចុចឲ្យចេញសញ្ញាបៃតងចេះមកយើងខាត់អាហ្នឹងប៉ាច់បន្ទាប់មកយើងបើក pattern ថ្មីឡើងលេខ2មកផាសអូខេអញ្ចឹងយើងអាចរៀបឧបករណ៍នឹងមើលបានអញ្ចឹងខ្ញុំដាក់intro melody យើងមកចេះភើដល់បន្ទាប់មកនៅយើងស្ដាប់មើលសិនអូខេអញ្ចឹងហើយបន្ទាប់មកយើងយក pattern ថ្មីយើងអានេះមិនដោយសារខ្ញុំរៀបជាមួយអាចារ្យនេះអញ្ចឹងបើសិនជាយើងចង់ដាក់ឲ្យវាត្រូវតង់វាត្រូវកលុកលាក់វិញយើងត្រូវទាញចេះបើសិនជាបងប្អូនអត់ចង់អញ្ចឹងទេបងប្អូនអាចចូលមកកែវាបាន select all ចេះមកបងប្អូនអាចទាញមកចេះបានណាអាចទាញមកចង់បានយើងអាចដាក់ត្រឹមប្រឡោះហ្នឹងបានឃើញអត់ចឹងខ្ញុំបន្ថយ chord តិចសិនខ្ញុំបន្ថយយកត្រឹម65អត់សូវប្រុសទេឡើងមកចិត្តវិញអានេះ original ណាបងប្អូនណាអត់មាន copy ទេណា original នេះបងប្អូនធ្វើបានច្រៀងបានដែរឥឡូវខ្ញុំលេងដាក់ string មួយទៅឡើង pattern ឥឡូវ string ក៏ខ្ញុំលេងនៅក្នុង pattern ចាស់ដែរជាមួយនឹង intro melody ចាស់នេះណាអញ្ចឹងខ្ញុំយក string អីមួយខ្ញុំណាយក string solo អានេះ string original ដែរខ្ញុំដាក់ពីក្រោមចេះមកអូខេខ្ញុំឡើងលេខ7អានេះខ្ញុំប្រើឡើងឆ្អែតហើយអញ្ចឹងខ្ញុំដឹងសំឡេងវាអស់ហើយឃើញទេចេញមកប្រុសហ្មងខ្ញុំយកត្រឹម65 66 65អូខេបន្ទាប់មកយើងមកស្ដាប់ piano roll មកខ្ញុំភ្លេច save មិនបាច់តន់ save បើដាច់ភ្លើងអាលាយទៀតបន្ទាប់មកយើងស្ដាប់មើលជាមួយmelody ចាស់យើងចុចមកខាងលើនេះអូខេចាប់ដើមត្រឹមនេះដូច chord ដែរអូខេអញ្ចឹងខ្ញុំឡើងយកត្រឹមនេះមកយើងស្ដាប់មើលណាមិនមែនថាវាត្រូវតែចឹងទាំងអស់ទេណាបើសិនជាបងប្អូនរៀបមើលកន្លែងណាដែលថាប្រុសជាងហ្នឹងបងប្អូនយកតាមហ្នឹងវិញមិនមែនយកតាមខ្ញុំទាំងអស់ទេណាអូខេឥឡូវខ្ញុំយកចេះstring ដាក់ផុតចេះមកចឹងបើសិនជាចឹងខ្ញុំគិតថាអត់សូវប្រុសខ្ញុំលេងចេះវិញចឹងអានេះយើងអាចចាប់ផ្ដើមដំណើរជាមួយនឹងយើងចាប់ផ្ដើមដំណើរintro របស់យើងចេះមកអូអញ្ចឹងយកចេះមកអានេះយកឲ្យវែងយ៉ាងដែរមកអានេះយកដូច melody intro យើង piano យើងមកសម្រាប់ការរៀប string នេះបងប្អូនកុំរៀបដូចpiano ណាព្រោះ string នេះវា delay វែងណាអញ្ចឹងវាជាន់គ្នាអត់ប្រុសទេចង់មកអូ
គេយើងរៀបតាមដានចាស់របស់យើងមកណែឃើញទេមានដានស្រួលរៀបហ៎អូខេខ្ញុំដាក់ចេះវិញបរោះបាទឃើញហើយបន្ទាប់មកយើងចេញមកក្រៅមកយើងចូលមកកន្លែង pattern របស់យើងវិញយើង copy ឬក៏ cut យើង cut អាហ្នឹងមិនមែន copy យើង cut អាហ្នឹងដើម្បីដាក់ចូល pattern ថ្មីបងប្អូនធ្វើដូចមុនអញ្ចឹងមកនេះចេញសញ្ញាពណ៌បៃតងកន្លែងយើងចង់ cut ហ្នឹងមកបន្ទាប់មកបងប្អូនចុច control X ឡើង pattern ថ្មី control V ណាឃើញបន្ទាប់មកដូចមុនអញ្ចឹងបើសិនជាបងប្អូនចង់ដាក់ចឹងហ្មងក៏បានឬក៏ចង់ដាក់មកចេះឲ្យវាត្រូវបន្ទាត់របស់វាចេះបងប្អូនចូលមកទាញវាចេះមកឃើញទេចឹងស្ដាប់មើលបន្តិចសិនអូខេឥឡូវសម្រាប់ថាវីដេអូទី1នេះយកតែប៉ុណ្ណឹងបានហើយដោយសារតែវែងពេកហើយខ្ញុំធ្វើវីដេអូមុននេះជាង20នាទីបរៀនពីចង្វាក់Megadethនេះវាស៊ីឡើង 2G អញ្ចឹងខ្ញុំអាប់ឡូតយូរបងប្អូនអញ្ចឹងអានេះខ្ញុំសុំតែប៉ុណ្ណឹងបានហើយចាំជួបគ្នាវីដេអូបន្តទៀត